តើបញ្ហាទាំងនេះកើតឡើងដោយសារអ្វីបញ្ហាដែលខ្ញុំបានលើកឡើងកាលពីខាងដើមនេះគឺជាបញ្ហាដែលយើងឃើញនឹងជួបប្រទះជាញឹកញាប់នៅតាមបណ្ដាការដ្ឋានក៏ដូចជាទូអគ្គិសនីផ្សេងគឺបញ្ហាឆេះខ្លោចជើងនិងមានបញ្ហានៅលើខ្សែដែលចាប់ភ្ជាប់ជាមួយឧបករណ៍ផ្សេងជាពិសេសគឺឧបករណ៍ការពារគឺ D-Center ជាដើមនោះតើការឆេះខ្លោចជើងទាំងអស់នោះបណ្ដាលមកពីមូលហេតុអ្វីហើយហេតុអីទើបបណ្ដាលឲ្យមានបញ្ហាទាំងអស់ហ្នឹងហើយតើយើងត្រូវការពារដោយម្ដេចដើម្បីការពារបញ្ហាទាំងអស់នេះយើងដឹងថាការឆេះខ្លោចនេះគឺជាមូលហេតុធំដែលបណ្ដាលឲ្យមានអគ្គិភ័យអញ្ចឹងមូលហេតុដែលចម្បងបណ្ដាលឲ្យវាមានបញ្ហាទាំងអស់នេះគឺមានតែមួយទេគឺមកពីកម្ដៅគឺជាប្រភពដែលបណ្ដាលឲ្យមានបញ្ហារីករាលដាលធំបន្តទៅទៀតអញ្ចឹងមានមូលហេតុមួយចំនួនដែលធ្វើឲ្យកើនកម្ដៅដូចជាទី1ការលើសបន្ទុក over current នឹងជាដើមទី2អាចបណ្ដាលមកពីការចាប់ភ្ជាប់មិនបានល្អពាក់ព័ន្ធទៅនឹង load connection ហើយនឹងមួយទៀតនោះគឺពាក់ព័ន្ធទៅនឹងបំរែបំរួលនឹងការកើនឡើងខ្ពស់នៃ resistance នេះគឺជាកត្តាធំទាំង3ដែលបណ្ដាលឲ្យកើនកម្ដៅនិងកម្ដៅបណ្ដាលឲ្យឆេះខ្លោចក៏ដូចជាបង្កទៅជាអគ្គិភ័យផងដែរអញ្ចឹងខាងក្រោមនេះគឺជាមូលហេតុដែលបណ្ដាលឲ្យមានបញ្ហាទាំងអស់នេះកើតឡើងគឺមួយនោះគឺពាក់ព័ន្ធជាមួយនឹងការជ្រើសរើសមកកាត់ខ្សែមិនបានត្រឹមត្រូវអាចបណ្ដាលមកពីផ្ទៃមកកាត់ខ្សែដែលជ្រើសរើសនោះតូចជាងបន្ទុកដែលត្រូវប្រើប្រាស់ឬក៏ជ្រើសរើសបានត្រឹមត្រូវហើយប៉ុន្តែការប្រើប្រាស់បន្ថែមលើសពីបន្ទុកដែលបានគណនាខាងដើមនេះគឺជាកត្តាមួយដែលបណ្ដាលឲ្យខ្សែនោះមិនអាចធន់នឹងការប្រើប្រាស់នោះបានហើយធ្វើឲ្យក្តៅក៏ដូចជាឆេះខ្លោចនៅជើងកន្លែងខ្សែនោះដែរប៉ុន្តែ D-Center គឺអាចការពារបានន័យថាមិនទាន់លើសបន្ទុក D-Center ត្រូវលោតទេប៉ុន្តែខ្សែមិនធន់បានន័យថា D-Center វាធន់ហើយតែខ្សែមិនធន់ជាមួយនឹងបន្ទុកដែលកំពុងប្រើប្រាស់នឹងការចាប់ភ្ជាប់មិនបានត្រឹមត្រូវដូចជាការចាប់ភ្ជាប់លៀនទង់ដែងចេញមកក្រៅខ្លាំងពេកឬក៏ការចាប់ភ្ជាប់មិនបានត្រឹមត្រូវគ្មានភាពមាំឬក៏គៀបទៅនឹងជ័រអ៊ីហ្សាឡង់ដែលបណ្ដាលឲ្យមានកម្ដៅហើយមួយទៀតនោះគឺពាក់ព័ន្ធទៅនឹងការសកខ្សែជាដើមផ្ទៃប៉ះនៃការសកខ្សែហ្នឹងកាលណាសកទៅវាអាចមានក្រិចរលាត់ឬក៏បាក់ខ្សែហ្នឹងមិនទាន់ឃើញខូចទេប៉ុន្តែវាមានស្នាមរបួសនឹងហើយដល់ពេលដែលប្រើយូរភាពមាំវាអង្គើអីចុះឡើងអីជាដើមហ្នឹងមកក៏វាអាចបណ្ដាលឲ្យកើនកម្ដៅផងដែរការរួមផ្សំមួយទៀតដូចជា short circuit ឬក៏ fault current ហ្នឹងគឺពាក់ព័ន្ធទៅនឹងការប៉ះរវាង fan និង fan ឬក៏ fan និង node ក៏បណ្ដាលឲ្យវាកើនកម្ដៅហើយក្ដៅនៅតំបន់ហ្នឹងផងដែរជាហេតុបណ្ដាលឲ្យឆេះខ្លោចដូចគ្នាមួយទៀតគឺកត្តា D-Center ក៏ដូចគ្នាដែរ D-Center ដែលមានគុណភាព on ឬក៏ខូច mechanic ដែលលើសបន្ទុកហើយមិន load នោះធ្វើឲ្យខ្សែកើនកម្ដៅឆេះដូចគ្នាដែរអញ្ចឹងកន្លែងដែលឆេះហ្នឹងវាអាចបណ្ដាលមានច្រើនកន្លែងណាជាពិសេសកន្លែងដែលមានដំណឬកន្លែងចាប់ហ្នឹងគឺវាឆេះមុនគេវាក្ដៅមុនគេបីដូចខ្សែមកសរសៃវែងអញ្ចឹងដល់ពេលដែល D-Center វាអត់ load ទេប៉ុន្តែខ្សែហ្នឹងវាលើសបន្ទុកដែលធន់លេងបានហើយអញ្ចឹងខ្សែចាប់ដើមក្ដៅហើយក្ដៅហ្នឹងអាកន្លែងខ្សែដែលមានជ័រស្អាតហ្នឹងអត់មានបញ្ហាអីភ្លាមទេវាអាចនឹងខ្សែហ្នឹងច្បាច់ទៅយ៉ាងក្ដៅឬក៏ទន់សបកជ័រយ៉ាងទន់ប៉ុន្តែកន្លែងឆេះមុនគេនោះគឺកន្លែងដែលមានតំណភ្ជាប់តែតំណភ្ជាប់ដែលកន្លែងមានរបួសតំណគឺជារបួសកន្លែងតំណភ្ជាប់ហ្នឹងឬក៏នៅជើងចាប់ឧបករណ៍ផ្សេងនោះកន្លែងនោះហើយគឺកម្ដៅកើនខ្លាំងជាងគេហើយអាចឆេះមុនគេចំពោះការដំឡើងក៏ដូចគ្នាដំឡើងមិនបានត្រឹមត្រូវដូចខ្ញុំបានលើកឡើងខាងលើមកអញ្ចឹងមិនមានចាប់ភ្ជាប់បានត្រឹមត្រូវពេលខ្លះទៅប៉ងខ្សែពី3ដសៃចូលគ្នាតែមួយអញ្ចឹងរុំចាប់ភ្ជាប់ច្បាច់មិនបានត្រឹមត្រូវឬក៏មិនបានប្រើកុសអីត្រឹមត្រូវក៏ជាហេតុបណ្ដាលឲ្យកើនកម្ដៅផងដែរដូច្នេះគួរតែប្រើកុសដើម្បីចាប់ភ្ជាប់ឲ្យបានមាំហើយសកចូលក្នុងជើង D-Center ដើម្បីចាប់ឲ្យវាមានភាពធន់ជាមួយនឹង mechanic D-Center ផងដែរសម្រាប់វិធីការពារយើងគួរជ្រើសរើសខ្សែដែលធន់ទៅនឹងបន្ទុកប្រើប្រាស់ជាក់ស្ដែងដែលយើងត្រូវការប្រើហើយមិនត្រូវបន្ថែមគ្រឿងទទួលលើសពីកម្រិតនៃខ្សែក៏ដូចជា D-Center ដែលត្រូវប្រើឧស្សាហ៍ក្នុងការថែទាំ maintenance ហ្នឹងការអាសាពិនិត្យមើលតើជើងហ្នឹងវាជាប់ហើយនៅមានរលងខ្ចៅសកត់ហ្នឹងទេហើយ D-Center ហ្នឹងវាមាន mechanic ល្អត្រឹមត្រូវអាចប្រើប្រាស់បានឬក៏អត់ដូច្នេះវិធីគឺដើម្បីងាយស្រួលនោះគឺការពារកណនាមើលថែខុសត្រូវហើយនឹងយកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងការដំឡើងនិងការប្រើប្រាស់អរគុណ